เคការពីប្រហែលថ្ងៃមុនអ្នកនរគ្នាបានឃើញថាខ្ញុំបានដូរច្បាប់ម៉ូតូរបស់ខ្ញុំហើយបន្ទាប់ពីដូរច្បាប់ម៉ូតូបានមួយរយៈមកហើយជា2ថ្ងៃគឺនៅពេលដែលយើងត្រូវតែរត់ច្បាប់ម៉ូតូហើយព្រោះធម្មតាច្បាប់ម៉ូតូដែលគាត់ផលិតចេញពីរោងចក្រវាអត់ទាន់បានពីអត់ទាន់បានអីទេចិត្តវាអត់ទាន់ជាអស់ទេទៅពេលដែលយើងដាក់ដំបងអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកធ្វើការរត់ច្បាប់ម៉ូតូហើយខ្ញុំនឹងបង្ហាញដល់អ្នកគ្នាពីរបៀបនៃការរត់ច្បាប់ម៉ូតូជាពិសេសគឺម៉ូតូភេទ KTM តែម្ដងអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាពីទូទៅក្រុមហ៊ុនម៉ូតូតែងតែធ្វើការដាក់ទៅរង្វាស់នៃការរត់ច្បាប់ម៉ូតូរបស់យើងគឺនៅលើកន្លែងគម្របច្បាប់តែម្ដងអញ្ចឹងដូចម៉ូតូនេះគឺនៅក្នុងកន្លែងនេះហើយសម្រាប់ម៉ូតូផ្សេងៗដូចជា Honda Dream ឬក៏ម៉ូតូជាច្រើនគឺវាច្រើនគឺបិទនៅលើសាក់ស៊ីតែម្ដងអញ្ចឹងអ្នកនរគ្នាអាចមើលបានថាតើការរត់ច្បាប់ម៉ូតូរបស់អ្នកនរគ្នាសម្រាប់ម៉ូតូមួយនោះតើវាយ៉ាងណាវិញព្រោះអីពីម៉ូតូមួយទៅម៉ូតូមួយគឺវាខុសគ្នាហើយសម្រាប់ម៉ូតូ KTM ជាពិសេស KTM Duke ឬក៏ KTM RC តែម៉ាស៊ីនទុយៗដូចជា200 250 390ដែលជាម៉ូតូដែលអ្នកនរគ្នាមានជីភាគច្រើនហ្នឹងគឺយើងប្រើសោតែ4គ្រាប់នេះទេដែលយើងត្រូវការប្រើសម្រាប់រត់ច្បាប់ម៉ូតូទី1គឺសោលេខ22សម្រាប់ដោះប្រឡងនៅខាងនោះសាក់ស៊ីហើយក៏ដូចជាសោលេខ17ដាក់នៅកន្លែងនេះដើម្បីទប់នៅពេលដែលយើងដោះកុំឲ្យវាវិលទៅយើងអាចដោះបានហើយយើងប្រើសោលេខ14និងលេខ10ដើម្បីធ្វើការរឹតកន្លែងសេរីច្បាប់របស់យើងអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលខាងនោះទាំងអស់គ្នាការងារនេះវាប្រហែលជាមានភាពងាយស្រួលបន្តិចបើសិនជាអ្នកទាំងអស់គ្នាមានចិត្តទល់សម្រាប់លើកតែដោយសារខ្ញុំអត់មានចិត្តទល់សម្រាប់លើកឡើងទៅចូលត្រង់ទេអញ្ចឹងការងារនេះវារៀងពិបាកតិចដោយសារយើងត្រូវរុញកង់ចុះឡើងអញ្ចឹងពេលខ្លះវាធ្វើឲ្យយើងចំណាយពេលច្រើនហើយសម្រាប់ការដែលយើងដោះនេះយើងអត់ចាំបាច់ដោះវាចេញមកទាំងអស់ក៏បានដែរយើងគ្រាន់តែដោះបទូវាសិនទៅដើម្បីយើងអាចរំកិលសាក់ស៊ីរបស់យើងឬក៏រំកិលកង់នេះទៅមុខទៅក្រោយបានដើម្បីយើងរត់ច្បាក់នៅខាងនោះអញ្ចឹងរឿងដែលយើងត្រូវធ្វើភ្ជាប់នោះគឺយើងត្រូវតែយកសោលេខ14ដើម្បីដោះបទូកន្លែងនេះសិនអូខេហើយបន្តមកទៀតខ្ញុំនឹងយកសោលេខ10នេះដើម្បីធ្វើការមូលដើម្បីឲ្យកង់របស់ខ្ញុំខិតថយក្រោយដើម្បីច្បាក់ខ្ញុំតឹងអូខេហើយសម្រាប់ម៉ូតូ KTM ទាំងអស់ដូចអ្នកនរគ្នាឃើញអញ្ចឹងនៅកន្លែងនេះគឺគេដាក់ថាយើងវាស់យើងរុញច្បាក់នៅចន្លោះសាក់ស៊ីនេះនៅកន្លែងនេះគឺឲ្យជប់នៅចន្លោះហ្នឹងគឺវាមានពី5ទៅ7មីលីម៉ែត្រអញ្ចឹងខ្ញុំ5ទៅ7មីលីម៉ែត្រខ្ញុំអត់ចាំបាច់យកបន្ទាត់មកវាស់ទេដោយសារតែខ្ញុំអាចស្មានដឹងបាន Yes ខ្ញុំគិតថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយច្បាក់វាមើលទៅរៀងតឹងប៉ុន្តែមែនតើគឺវាត្រឹមត្រូវទៅតាមស្ពេចរបស់វាហើយឃើញថាច្បាក់ប៉ុណ្ណឹងត្រូវហើយខ្ញុំមូលអានេះចូលវិញខ្ញុំអត់តន់រត់ទេខ្ញុំគាត់តែមូលចូលដើម្បីឲ្យខ្ញុំទប់ហើយខ្ញុំមើលទៅក្របរបស់ខ្ញុំយើងមើលកន្លែងសម្គាល់វាគឺគ្រាប់ទី1គឺនៅចំចង្អូរបស់ខ្ចៅធំមួយនេះអញ្ចឹងខ្ញុំទៅមើលមកខាងនេះដូចគ្នាតើវាចំគ្នាអត់ដូចគ្នានឹងខាងនោះដែរដំបូងគឺខ្ញុំត្រូវតែបទូសោលេខ14នេះមួយសិនយើងបទូទៅមកយើងបទូរួចហើយគឺយើងយកសោលេខ10នេះយកមកមូលបញ្ចេញវាដូចគ្នាអូខេខ្ញុំឃើញថាឥឡូវវាត្រូវកន្លែងគ្នាក៏ដូចខាងនេះក៏ដូចជាខាងនោះស្មើគ្នាអីប៉ុន្តែខ្ញុំនឹង verify ច្បាប់ភាសាទៀតតើច្បាប់ហ្នឹងវាពេលខ្ញុំរុញអានេះមកខាងនេះទៀតគឺវាតឹងជាងមុនឬក៏យ៉ាងណាដើម្បីខ្ញុំអាចសេរីបន្ថែមទៀតបានអូខេដើម្បីយើងរត់អានេះឲ្យទៅទី1គឺយើងយកសោលេខ10របស់យើងសូកចូលតមកទៀតគឺយើងមានយកសោលេខ14របស់យើងសូកចូលដូចគ្នាហើយយើងធ្វើការរត់យើងទប់សោលេខ10នេះឲ្យជាប់ហើយយើងរត់មូលទៅសោលេខ14ហ្នឹងបានហើយជាវារំកិលទៅធ្វើឲ្យវាខុសហើយយើងអត់បាច់រត់តឹងពេកទេដោយសារនេះគឺជាអលុយមីញ៉ូមពេលដែលរត់តឹងពេកវាអាចទ្រុះអាចអីជាដើម
เคអញ្ចឹងយើងទៅធ្វើការរឹតប្រឡងធំទាំងអស់គ្នាអូខេឥឡូវនេះខ្ញុំបានរឹតច្បាក់ម៉ូតូខ្ញុំរួចរាល់ហើយដូចអ្នកនរគ្នាដឹងចឹងថាច្បាក់ម៉ូតូវាសំខាន់មែនតើជាពិសេសគឺនៅពេលដែលយើងធ្វើដំណើរជាពិសេសដូចខ្ញុំធ្វើដំណើរផ្លូវឆ្ងាយច្រើនដោយសារកន្លែងធ្វើការខ្ញុំ50គីឡូពីផ្ទះអញ្ចឹងច្បាក់ម៉ូតូបើសិនជាវាបង្កជាបញ្ហាមួយវាអាចធ្វើឲ្យមានបញ្ហាច្រើនធ្ងន់ធ្ងរមែនតើនៅពេលដែលច្បាក់ម៉ូតូដាច់គឺវាអាចបុកជាមួយនឹងកាទះធ្វើឲ្យធ្លាយកាទះរបស់យើងធ្លាយម៉ាស៊ីនរបស់យើងអាចប្រើប្រាស់បានទៀតទេហើយមួយទៀតពេលដែលច្បាក់ម៉ូតូវាយាឬក៏វាធូរខ្លាំងក៏វាអាចធ្វើឲ្យឆាប់សឹកនៅម៉ាញ៉ុងរបស់យើងផងដែរហើយដូចដែលខ្ញុំនិយាយកាលពីមុនចឹងថាម៉ាញ៉ុងម៉ូតូធំវាអត់មានតម្លៃធូរថ្លៃទេវាថ្លៃមែនតើអញ្ចឹងសូម្បីតែខ្ញុំពេលខ្លះខ្ញុំក៏ត្រូវដូរច្បាក់ម្ដងម៉ាញ៉ុងម្ដងហើយពេលខ្លះខ្ញុំត្រូវសន្សំលុយទិញវាដែរដោយសារតែយើងក៏មិនជាអ្នកធូរធារសម្បូរហោហ៊ានដែរប៉ុន្តែយើងត្រូវការប្រើប្រាស់វាដើម្បីធ្វើដំណើរទៅធ្វើការជារាល់ថ្ងៃជុំភ្លេចជួយចុច like វីដេអូនេះក៏ដូចជាជួយ follow ឬក៏ subscribe នៅលើ YouTube ហើយកុំភ្លេច share វីដេអូនេះដល់អ្នកដែលស្រឡាញ់ម៉ូតូទាំងអស់គ្នាផងដែរអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតបាយបាយ